ឱកាសថ្មីឆ្នាំសិក្សាថ្មីពីសាលាបច្ចេកទេស Don Bosco ខេត្តព្រះសីហនុ សាលាបច្ចេកទេស Don Bosco ខេត្តព្រះសីហនុយើងខ្ញុំមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អស់លោកស្រីនិងសិស្សានុសិស្សដែលទើបនឹងបញ្ចប់ការសិក្សានៅសាលារដ្ឋកម្រិតទុតិយភូមិទាំងអស់ឲ្យបានជ្រាបថាសាលាយើងខ្ញុំនឹងធ្វើការទទួលសិស្សនិស្សិតឲ្យចូលរៀនក្នុងឱកាសឆ្នាំសិក្សាថ្មីឆ្នាំ 2010-2013 និងធ្វើការទទួលពាក្យសម្ភាសន៍ចាប់ពីថ្ងៃទី15ដល់ថ្ងៃទី18ខែសីហាឆ្នាំ 2011 មុខជំនាញដែលសិស្សានុសិស្សត្រូវសិក្សារយៈពេល 2 ឆ្នាំរួមមានផ្នែកយន្តសាស្ត្រទូទៅផ្នែកអគ្គិសនីផ្នែកយន្តសាស្ត្ររថយន្តផ្នែកលេខាធិការផ្នែកទំនាក់ទំនងសង្គមនិងផ្នែកសន្តាគារលក្ខន្តិកៈរបស់បេក្ខជនបេក្ខនារីដែលត្រូវត្រៀមខ្លួនមកដាក់ពាក្យប្រឡងមានដូចជា 1. ត្រូវមកជាមួយឪពុកម្ដាយឬអាណាព្យាបាល 2. នាំមកនៅជាមួយលិខិតបញ្ជាក់បានប្រឡងជាប់ឬធ្លាក់បាក់ឌុប 3. នាំមកជាមួយនៅរូបថត 4x6 ចំនួន 3 សន្លឹក 4. ត្រូវយកសៀវភៅគ្រួសារថតចម្លងមួយច្បាប់រួមនឹងច្បាប់ដើមប្រញាប់ឡើងកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតឲ្យសោះបញ្ជាក់សាលាបច្ចេកទេស Don Bosco ទើបនឹងបង្កើតទីតាំងថ្មីមួយទៀតដែលស្ថិតនៅក្នុងភូមិថ្មីឃុំជ្រៃធំខេត្តកែបសម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សានៅសាលា Don Bosco ខេត្តកែបត្រូវមកដាក់ពាក្យប្រឡងនិងសម្ភាសន៍នៅសាលាបច្ចេកទេស Don Bosco ខេត្តព្រះសីហនុមិនត្រឹមតែប៉ុណ្ណោះសម្រាប់បងប្អូនដែលរៀនចប់ត្រឹមកម្រិតថ្នាក់ទី 9 ហើយមានបំណងចង់សិក្សាចំណេះដឹងទូទៅសាលាក៏មានបើកបង្រៀនចាប់ពីកម្រិតថ្នាក់ទី 10 ដល់ថ្នាក់ទី 12 សិស្សានុសិស្សដែលរៀននៅសាលាយើងខ្ញុំមានសិទ្ធិប្រឡងយកសញ្ញាបត្រគ្រប់កម្រិតដោយសិស្សរៀននៅសាលារដ្ឋនិងមានតម្លៃស្មើផងដែរទទួលសិស្សទាំងក្នុងនិងក្រៅសាលា Don Bosco តម្លៃសិក្សាគឺ$10ក្នុងមួយខែសិក្សាចាប់ពីម៉ោង 5:30 នាទីល្ងាចដល់ម៉ោង 8:30 នាទីយប់អាសយដ្ឋានរបស់សាលាបច្ចេកទេស Don Bosco ខេត្តព្រះសីហនុយើងខ្ញុំមានទីតាំងស្ថិតនៅមណ្ឌល 5 សង្កាត់ 4 ខណ្ឌមិត្តភាពខេត្តព្រះសីហនុទំនាក់ទំនងតាមទូរស័ព្ទលេខ 034 933 និង 764 សូមអរគុណ